ជំរាបសួរតោះមកធ្វើអាហារពេលព្រឹកញ៉ាំទាំងអស់គ្នាថ្ងៃនេះខ្ញុំមានត្រីសាល់ម៉ុននេះអាហារពេលព្រឹករបស់ខ្ញុំថ្ងៃនេះគឺត្រីសាល់ម៉ុនចង់ញ៉ាំត្រីសាល់ម៉ុនហើយត្រីនេះគឺជាត្រីរបស់ស្វីសគុណភាពលេខ1អត់ឆ្អាបទេនេះអក្សរនៅខាងក្រោយផលិតផលរបស់ស្វីសជាអាហារដែលខ្ញុំចូលចិត្តត្រីសាល់ម៉ុនដែលខ្ញុំចូលចិត្តញ៉ាំទៅសុកភាសាអាល្លឺម៉ង់គេថា Lux ចុះចំណែកឯគ្រឿងផ្សំបន្តទៀតគឺខ្ញុំមាននំប៉័ងហើយបន្ទាប់មកខ្ញុំមានខ្ញីនេះគឺខ្ញីជ្រក់ទិញនៅហាងជប៉ុនបកែធ្វើខ្ញីជ្រក់នឹងមែនតែនឆ្ងាញ់អូយឆ្ងាញ់បន្ទាប់មកខ្ញុំមានម្រេចនៅក្នុងនោះគឺជាម្រេចរបស់ខ្មែរនេះម្រេចរបស់ខ្មែរម្រេចកំពតយើងនឹងល្បីឈ្មោះហើយនៅស្រុកអឺរ៉ុបនេះហើយតាំងពីខ្ញុំមករស់នៅស្រុកអឺរ៉ុបនេះខ្ញុំមិនដែលញ៉ាំម្រេចបរទេសក្រៅពីម្រេចខ្មែរយើងទេម្រេចកំពតខ្មែរយើងនឹងហើយមានលក់នៅហាងអឺរ៉ុបតម្លៃក៏ថ្លៃលើសគេលើសឯងដែរឆ្ងាញ់ណាស់ខ្ញុំចូលចិត្តបន្តមកទៀតគ្រឿងផ្សំជាបន្តគឺខ្ញុំមាននេះ cheese នេះអា cheese នេះយើងប្រើវាលើនំប៉័ងនេះវាទុនអញ្ចឹងយើងប្រើវាលើនំប៉័ងជំនួសប៊ឺព្រោះញ៉ាំប៊ឺជួនកាលតលាន់ដែរចុះឥឡូវយើងមកកាត់នំប៉័ងស្ដាយនំប៉័ងនេះវារៀងទៅវិញពិបាកធ្វើបន្តិចតែមិនថ្មីទេធ្វើបាននំប៉័ងនេះភាសាអាល្លឺម៉ង់គេហៅថា Tessiner Brot នំប៉័ងនោះវាមានប្រភពមកពីខេត្ត Tessin តើខ្ញុំពុះវាជាពីរអញ្ចឹងមកហើយខ្ញុំយកវាមកដាក់ចូលនៅក្នុង toaster របស់ខ្ញុំចុះឥឡូវនេះនំប៉័ងខ្ញុំក្តៅហើយខ្ញុំយកនំប៉័ងចេញពី toasterហើយខ្ញុំមកដាក់គ្រឿងផ្សំទាំងអស់លាយចូលគ្នានេះត្រីសាល់ម៉ុនខ្ញុំកាត់កញ្ចប់មកវាមានរូបរាងចែឯងណាឥឡូវយើងយកវាមកដាក់តម្រៀបចូលគ្នាខ្ញុំបកឈីសនេះហើយចាឥឡូវខ្ញុំបៀកឈីសនៅលើនំប៉័ងមិនដាក់ច្រើនពេកទេដាក់តែល្មមបានហើយព្រោះខ្លាចវាតលាន់ណាអាត្រីសាល់ម៉ុនហ្នឹងវាតលាន់ដែរចុះតបមកយើងយកត្រីយកមកតម្រៀបនៅលើនំប៉័ងអញ្ចឹងមកចាំដាក់2ដុំក៏បាន3ដុំក៏បានតែខ្ញុំដាក់3ចុះដោយសារនំប៉័ងនេះរៀងវែងដែរអញ្ចឹងអត់មានអីទៀតទេបន្តមកទៀតនេះគឺខ្ញីនេះឆ្ងាញ់ណាស់លោកអើយញ៉ាំត្រូវរសជាតិគ្នាជាមួយនឹងត្រីសាល់ម៉ុនឆៅនឹងតែម្ដងចាជាចុងក្រោយគឺយើងថែមម្រេចយើងរោយម្រេចទៅមករួចម្ដុំតមកយើងធ្វើម្ដុំទៀតចុះអាឈីសនេះខ្ញុំប្រើជំនួសប៊ឺអ្នកខ្លះគេដាក់ប៊ឺតែខ្ញុំថ្ងៃហ្នឹងខ្ញុំអត់ចង់ញ៉ាំប៊ឺទេខ្ញុំចង់ញ៉ាំដាក់ជាមួយឈីសឆ្ងាញ់មួយយ៉ាងម្នាក់ទេរសជាតិណាអត់មានអីប្លែកគ្នាច្រើនទេចុះដាក់សាច់ត្រីសាល់ម៉ុនហ្នឹង3ដុំចឹងមកយើងដាក់ញ៉ៃដួសម្ដងដោយបានមកធំដុំចាដាក់ចឹងមកតម្រៀបវាស្អាតទៅតាមមកយើងរុយម្រេចពីលើបងប្អូនចង់ដាក់ម្រេចក៏បានអត់ដាក់ក៏បានហើយចង់ដាក់ក្រូចឆ្មាក៏បានមិនដាក់ក៏បានតែចំពោះខ្ញុំពេលនេះខ្ញុំអត់ដាក់ក្រូចឆ្មាទេដោយសារជ្រក់ខ្ញីវាជូរហើយ
តែត្រូវបន្ថែមម្រេចព្រោះថារសជាតិម្រេចហើយនឹងខ្ញីពេលដែលដាក់ជាមួយគ្នាទៅគឺវាត្រូវគ្នាឆ្ងាញ់តែម្ដងចុះឥឡូវនេះអាហារពេលព្រឹកមិនមែនអាហារពេលព្រឹកនិងអាហារពេលស្មើណាទេឆ្អិនរួចរាល់ហើយនេះឆ្អិនហើយញ៉ាំបានហើយមានតែប៉ុណ្ណឹងស្រួលងាយជម្រាបលាជូនពរអ្នកទាំងអស់គ្នាសុខកាយសប្បាយចិត្តពេញមួយថ្ងៃសូមឲ្យសុភមង្គលសិរីសុស្ដីចូលមានដល់ជីវិតអ្នកទាំងអស់គ្នាក៏ដូចជាជីវិតខ្ញុំគ្រប់ពេលវេលាអរគុណជម្រាបលា